សូមគោរពជំរាបសួរសួស្តីទាំងអស់គ្នាណាចាស្វាគមន៍សម្រាប់ការអានសាររបៀប Tarot ចាចេញពី Channel Cam Tarot Reading ទាំងអស់គ្នាហើយសម្រាប់វីដេអូនេះផងដែរយើងមកធ្វើការជ្រើសរើសកាតចាថានៅថ្ងៃស្អែកទី15នេះយើងនឹងជួបរឿងអីនឹងមានរឿងអីល្អៗចូលមកក្នុងជីវិតយើងណាចាអញ្ចឹងសម្រាប់ការរើសកាតខ្ញុំបញ្ជាក់ទៀតថាការរើសកាតវាមិនមែនសម្រាប់បុគ្គលណាម្នាក់ទេវាជា general ទូទៅអញ្ចឹងវាមានអាចអ្នកខ្លះត្រូវចាអ្នកខ្លះមិនត្រូវចាសូមកុំឲ្យមានអារម្មណ៍បែបអត់សប្បាយចិត្តអីណាយើងរីករាយទាំងអស់គ្នាជាមួយនឹងការអានកាតទាំងអស់គ្នាណាអញ្ចឹងយើងមកមើលធ្វើការជ្រើសរើសកាតទាំងអស់គ្នាណាចាសម្រាប់កាតខ្ញុំមានឲ្យអ្នកទាំងអស់គ្នាជ្រើសរើស3ចាហើយថ្ងៃនេះយើងយកកាតថ្មីមកលេងទៀតហើយចាអញ្ចឹងកាតទី1ណានេះជាកាតទី1ចាកាតទី1ចាកាតទី1កាតទី2ចានេះគឺជាកាតទី2ណាចាកាតទី3ចាអាយ៉ានេះគឺជាកាតទី3ចាអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយចាអំពីការនីមួយៗជូនអ្នកទាំងអស់គ្នាអញ្ចឹងបញ្ជាក់កាតទី1កាតទី2និងកាតទី3ចាអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយអំពីសម្រាប់អ្នករើសកាតទី1មុនណាចាសម្រាប់អ្នករើសកាតទី1យើងឃើញថាស្អែកយើងចូលប្រយ័ត្នប្រយែងបន្តិចណាអាចនឹងមានបញ្ហាសុខភាពយើងឈឺណាដល់យើងនៅស្មានអត់ដល់ចាឈឺឬក៏មានអារម្មណ៍ថាដូចជាឈឺចង្កេះឆ្អឹងខ្នងរោយដោយមិនដឹងមូលហេតុហើយអាចថាសម្រាប់លុយកាក់ការចរចាតំណតំណងអីវារៀងមានបញ្ហាបន្តិចណាមិនសូវជាល្អសម្រាប់ប្រហែលទេសម្រាប់យើងណានៅថ្ងៃស្អែកសម្រាប់អ្នកកាត់ទី1ហើយអ្វីដែលសំខាន់បំផុតគឺបញ្ហាសុខភាពនឹងតែម្ដងណាចាអញ្ចឹងយើងមកធ្វើការបកស្រាយអំពីអ្នករើសកាត់ទី2ចាសម្រាប់អ្នករើសកាត់ទី2វិញឃើញថាចាសម្រាប់អ្នកដែលមានកម្រងក្នុងការចរចាកម្រងក្នុងការបដាក់លុយអីជាពិសេសអ្នកដែលរកឃើញអ្នកដែលរកស៊ីពាក់ព័ន្ធជាមួយនឹងលុយណាឃើញថាប្រយ័ត្នប្រយែងតិចអាចនឹងមានគេចូលមកខ្ចីលុយបែបអត់ស្មោះត្រង់ចាខ្ចីឲ្យអត់សងយើងហើយសម្រាប់ការចរចាឬការងាររកស៊ីអីវាមានបញ្ហាទៀតមានភាពរញ៉េរញ៉ៃបន្តិចណាចាមានរឿងដែលត្រូវដោះស្រាយច្រើនណាចាអញ្ចឹងសម្រាប់អ្នករើសកាត់ទី3ឃើញថាអ្នករើសកាត់ទី3អាចនឹងមានរឿងល្អៗចូលមកគេអាចថាចូលដល់ថ្ងៃស្អែកវាពាក់ព័ន្ធជាមួយនឹងសេចក្តីសុខផ្លូវចិត្តឃើញថាយើងមានរីករាយជាមួយនឹងអ្វីដែលយើងកំពុងតែមាននៅក្នុងដៃសប្បាយចិត្តអាចនឹងមានតាណាដើរលេងឬក៏មានការជួបជុំបែបសប្បាយនិយាយទៅអាចនិយាយថាពាក់ព័ន្ធជាមួយសេចក្តីសុខផ្លូវចិត្តគឺឃើញថាល្អមែនតើណាចាឃើញថាអាចទទួលបានរឿងល្អពាក់ព័ន្ធជាមួយនឹងលៀបសំណាងរឿងលុយកាក់ដែរសម្រាប់មនុស្សស្រីណាអញ្ចឹងសម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះអញ្ចឹងជូនពរឲ្យស្អែកនឹងមានរឿងល្អៗចូលមកក្នុងជីវិតណាជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ